សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីចំណុចពិសេសរបស់អាវការពារគ្រាប់របស់យើងដែលអាវពារគ្រាប់របស់យើងខ្ញុំបានដាក់ឈ្មោះឲ្យវាថា Kyle Alpha 1.0 អញ្ចឹងវាជាអាវការពារគ្រាប់ទី1ដែលខ្ញុំបានផលិតហើយឥឡូវយើងមើលពីផ្ទៃខាងមុខរបស់អាវការពារគ្រាប់របស់យើងនៅនេះខ្ញុំដាក់ជាកន្លែងដែលអ្នកទាំងអស់គ្នាអាចបិទជាទង់ជាតិឬក៏ដាក់ជាផ្លាកសញ្ញាតាមកងអង្គភាពរបស់អ្នកទាំងអស់គ្នាហើយប្រភេទសាច់ក្រណាត់ដែលយើងយកមកប្រើគឺជាប្រភេទ Cordura 1000D ដែលសម្រាប់អ្នកដែលគាត់យល់ពី material គាត់ប្រកាសជាដឹងច្បាស់ថា Cordura 1000D នេះគឺជាប្រភេទសាច់ក្រណាត់មួយដែលគេផលិតឡើងដើម្បីទ្រទ្រង់ជាមួយនឹងការប្រើប្រាស់ដែលខ្លាំងឬក៏ធ្ងន់ហើយប្រភេទក្រណាត់នេះគឺគេយកទៅប្រើប្រាស់ដូចជាកតាបដើម្បីឡើងភ្នំឬក៏កងកម្លាំងទូទាំងពិភពលោកគឺគេប្រើប្រាស់ Cordura 1000D នេះឯងហើយចំពោះសរសៃអំបោះដែលយើងយកមកដេរនៅលើអាវការពារគ្រាប់របស់យើងគឺយើងប្រើប្រភេទសរសៃអំបោះដែលស្វិតអញ្ចឹងគឺវាអាចធន់នឹងការប្រើប្រាស់មួយងាយដាច់នោះទេអញ្ចឹងឥឡូវខ្ញុំពាក់ឲ្យអ្នកនរគ្នាមើលអញ្ចឹងចំពោះ Kyle Alpha 1.0 របស់យើងគឺវាផលិតមកទៅតាមស្តង់ដារនៃអាវការពារគ្រាប់ដោយដែលអ្នកនរគ្នាបានឃើញអញ្ចឹងគឺថាកម្ពស់របស់វាគឺខ្ពស់ល្អស្មើនឹងឆ្អឹងទ្រូងរបស់យើងគឺវាការពារបានល្អហើយផ្នែកខាងក្រោយដូចអ្នកនរគ្នាបានឃើញអញ្ចឹងអូខេហើយផ្ទៃខាងមុខនេះយើងអាចដាក់បង់ចំនួន3ដោយអ្នកនរគ្នាបានឃើញអញ្ចឹងយើងអាចដាក់បង់អាការចំនួន3បង់ហើយអានេះគឺវាអត់ធ្លាក់ទៅណាទេវាមានខ្សែដើម្បីការពារអញ្ចឹងអ្នកនរគ្នារត់មិនថាអ្នកនរគ្នារត់ធ្វើអីក៏ដោយគឺវាអត់ធ្លាក់បង់ជ្រុះចេញមកក្រៅទេហើយនៅក្នុងករណីដែលអ្នកនរគ្នាគិតថា3បង់ប្រើមិនក្រាន់តិចពេកអាចផ្លាស់ប្ដូរប្រព័ន្ធនៅខាងមុខរបស់យើងបានប្រព័ន្ធការពារបង់របស់យើងគឺនេះយើងអាចដោះចេញបានទាំងមូលតែហ្មងហើយយើងអាចដាក់នៅប្រព័ន្ធថ្មីរបស់យើងហើយចំពោះប្រព័ន្ធថ្មីរបស់យើងខ្ញុំនឹងគ្រោងផលិតមកដើម្បីយើងដាក់បាន6បង់អញ្ចឹងយើងចង់កំងយក3បង់ក៏បានយើងចង់យកកំង6បង់ក៏បានដែរហើយចំណុចមួយទៀតគឺខ្ញុំបានដាក់ quick release buckle នៅលើស្មាមួយហើយនឹងមួយទៀតគឺ quick release buckle នៅចង្កេះមួយមូលហេតុដែលខ្ញុំអត់ដាក់ quick release buckle នៅខាងស្មាខាងស្ដាំដោយសារតែនៅពេលដែលយើងបាញ់កាំភ្លើងអ្នកនរគ្នាដឹងហើយថាស្វ័យកាំភ្លើងយើងត្រូវដាក់នៅទីនេះអញ្ចឹងបើសិនជាយើងប្រើ quick release buckle វាមានរាងធំធ្វើឲ្យវាទៅនឹងស្វ័យកាំភ្លើងធ្វើឲ្យយើងពិបាកនឹងធ្វើការប្រើប្រាស់កាំភ្លើងខ្លាំងអញ្ចឹងខ្ញុំដាក់តែនៅម្ខាងឆ្វេងនេះទេអញ្ចឹងចំពោះ quick release buckle គឺងាយស្រួលប្រើឧទាហរណ៍ខ្ញុំឧទាហរណ៍ឲ្យអ្នកនរគ្នាមើលថាវាងាយស្រួលប្រើមិនបើសិនជាយើងចង់ដោះអាវក្រោះជាធម្មតាយើងត្រូវលើកវាតបមកយើងត្រូវទាញវាដើម្បីបកត្រូវទេតែបើសិនជាយើងប្រើ quick release buckle នៅក្នុងករណីចាំបាច់មួយចំនួនដែលយើងត្រូវធ្វើការដោះអាវក្រោះលឿនភ្លាមទី1នៅស្មាខាងលើទី2នៅចង្កេះខាងក្រោមក្នុងករណីដែលយើងឧទាហរណ៍ដូចជាយើងត្រូវលោតចូលក្នុងទឹកហែលទឹកឬក៏មួយករណីទៀតពេលដែលយើងត្រូវរបួសហើយត្រូវការឲ្យពេទ្យគាត់ព្យាបាលមុខរបួសភ្លាមអញ្ចឹងយើងគាត់តែទាញកន្លឹះនេះមួយមកហើយទាញនេះមួយទៀតមកគឺធ្លាក់មកហ្មងអញ្ចឹងខ្ញុំបង្ហាញអ្នកនរគ្នាពីចំណុចពិសេសដែលអាវរបស់យើងមានទី1គឺយើងមានប៉ុង2នៅខាងស្មារបស់យើងគឺវាទន់ស្រួលប្រើហើយប៉ុង2ទៀតគឺខ្ញុំដាក់នៅផ្នែកខាងទ្រូងនិងផ្នែកខាងខ្នងមូលហេតុដែលយើងដាក់ប៉ុង2ឆ្នូតបែបនេះគឺមានន័យថាអ្នកនរគ្នាដឹងហើយថាអាកាសធាតុនៅប្រទេសកម្ពុជារបស់យើងគឺក្តៅដូច្នេះចំពោះអាវក្រោះដែលអ្នកនរគ្នាទិញពីបរទេសមកគឺវាអត់ត្រូវជាមួយនឹងអាកាសធាតុរបស់ប្រទេសកម្ពុជារបស់យើងទេការ design បែបនេះគឺវាធ្វើឲ្យមានខ្យល់ចេញចូលបានល្អមិនងាយបែកញើសហើយនឹងមានផាសុកភាពដល់អ្នកប្រើប្រាស់ជ
ចំពោះផ្នែកខាងស្មាក៏ដូចគ្នាអ្នកទាំងអស់គ្នាអាចសេរីវាបានអ្នកទាំងអស់គ្នាចង់វែងឬក៏ចង់ខ្លីអ្នកទាំងអស់គ្នាអាចបើកកន្លែងស្មាបន្ទាប់មកអ្នកទាំងអស់គ្នាអាចសេរីចង់បានវែងខ្លីអីបានដូចគ្នាអ្នកទាំងអស់គ្នាគឺយើងផលិតមកគឺត្រូវមួយនឹងគ្រប់ទំហំហ្មងយើងចង់បានមនុស្សធំឬក៏មនុស្សតូចគឺពាក់បានដូចគ្នាអានេះខ្ញុំបង្ហាញពីផ្នែកចំហៀងនៃអាយក្រោះរបស់យើងអ្នកនរគ្នាបានឃើញហើយថាផ្នែកចំហៀងអាយក្រោះរបស់យើងគឺមានប្រភេទគេហៅថា Molly system នៅផ្នែកខាងខ្នងក៏មាន Molly system តើអ្វីទៅជា Molly system ខ្ញុំនឹងបង្ហាញអ្នកនរគ្នាថា Molly system នេះយើងអាចចាប់បន្ថែមនៅ accessory ជាច្រើនដែលយើងទិញយកមកដាក់លើអាយក្រោះបន្ថែមឥឡូវខ្ញុំចាប់ឲ្យអ្នកនរគ្នាមើលអូខេដូចអ្នកនរគ្នាបានឃើញអញ្ចឹងយើងអាចបន្ថែម accessory ទៅលើអាយការពារក្របរបស់យើងបានមិនថាខាងមុខខាងក្រោយខាងឆ្វេងខាងស្ដាំយើងអាចថែមបានទាំងអស់ខាងក្រោមនេះក៏យើងអាចថែម accessory បានដូចគ្នាអញ្ចឹងចំណុចពិសេសដែលអាយនេះមានហើយអាយដតីអត់មាននោះទី1គឺអាយនេះគឺមានកលាប៉ារ៉ាដែលគេហៅជាភាសាបច្ចេកទេសគេហៅថាកលា woodland Para Woodland ហើយចំណុចពិសេសទី2គឺអាវនេះផលិតឡើងទាំងស្រុងដោយកូនខ្មែរសុទ្ធ 100% តែម្ដងអត់មានផលិតពីប្រទេសជិតខាងឬក៏ពីប្រទេសចិនអីទាំងអស់គឺផលិតដោយកូនខ្មែរសុទ្ធសាធអាវនេះមិនទាន់ជា final product នៅឡើយទេគឺយើងនៅបន្ថែមគ្រឿងយើងនៅបន្ថែមបច្ចេកទេសដើម្បីអភិវឌ្ឍអាវនេះឲ្យកាន់តែល្អជាងមុនទៅទៀតគឺអតិថិជនរបស់យើងគឺពួកគាត់អាចខំងបន្ថែមនៅអ្វីដែលគាត់ចង់បានយើងអាច customមកជូនគាត់គ្រប់កន្លែងមិនថាគាត់ចង់ថែម root គាត់ចង់ថែមប្រអប់អីផ្សេងគឺយើងធ្វើបានទាំងអស់អូខ្ញុំភ្លេចបង្ហាញខាងក្នុងឲ្យអ្នកនរគ្នាបានឃើញឥឡូវខ្ញុំនឹងបង្ហាញពីចំណុចដែលអ្នកនរគ្នាដាក់បន្ទះការពារគ្រាប់អញ្ចឹងមានប្រហែលជាមានបងប្អូនមួយចំនួនគាត់សួរថាអាវនឹងស្តង់ដារនៅខ្ញុំសូមធានាជូនថាអាវនឹងស្តង់ដារព្រោះអីយើងអាចដាក់បន្ទះការពារគ្រាប់ level 3 level 4យើងចង់ដាក់បន្ទះការពារគ្រាប់ដែលផលិតដោយប្រទេសចិនក៏បានឬក៏យើងចង់ដាក់បន្ទះការពារគ្រាប់ដែលផលិតដោយកូនខ្មែរយើងក៏បានដែរគឺចង់ដាក់មួយណាក៏បានដែរនិយាយទៅដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងនៅត្រង់ចំណុចដែលយើងដាក់បន្ទះការពារគ្រាប់មិនមែនយើងធ្វើឡើងធម្មតាទេយើងសុទ្ធតែមានការពារយ៉ាងជាប់ល្អមិនឲ្យបន្ទះការពារគ្រាប់យើងធ្លាក់មកក្រោមវិញនោះទេអាវក្រោះដែលយើងផលិតមកបានរួមជាមួយនឹងបន្ទះការពារគ្រាប់ដែលផលិតដោយយើងផ្ទាល់កូនខ្មែរសុទ្ធហ្នឹងសរុបទាំងអស់ហ្នឹងគឺប្រហែលជាត្រឹមតែ5គីឡូកន្លះតែប៉ុណ្ណោះបញ្ជាក់ឲ្យច្បាស់ត្រឹមតែ5គីឡូកន្លះតែប៉ុណ្ណោះដែលអត់ទាន់មានអ្នកណានៅស្រុកខ្មែរអាចធ្វើបាននៅឡើយទេបងប្អូនដឹងហើយថាបើសិនជាយើងមានអាវក្រោះមែនប៉ុន្តែយើងប្រើប្រភេទអាវក្រោះដែលវាអត់ត្រូវស្តង់ដារហើយនឹងធ្ងន់វាស្មើនឹងយើងអត់ចង់ពាក់ត្រូវទេអញ្ចឹងបើសិនជាយើងអត់ចង់ពាក់ដូចតែយើងអត់បានការពារខ្លួនដដែលហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាជួយគ្រប់គ្រងផលិតផលក្នុងស្រុកដែលយើងផលិតមកគឺមានទាំងផាសុកភាពមានទាំងសុវត្ថិភាពហើយមានទាំងគុណភាពបាយបាយ